ជាបឋមខ្ញុំសូមជំរាបសួរដល់លោកគ្រូរងសុធាតាជាគ្រូព្រៀងមុខវិជ្ជាសេដ្ឋកិច្ចនៃសាកលវិទ្យាល័យជាគ្រប់គ្រងនិងមហាវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរួមទាំងមិត្តនិស្សិតទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើការបកស្រាយពីប្រធានបទឧស្សាហកម្មយានយន្តនិងយានជំនិះនៅកម្ពុជាហើយនេះគឺជាសមាជិកក្រុមរបស់ខ្ញុំឈ្មោះសៅសុធារានិងធីមរបស់ខ្ញុំមួយទៀតគឺបងបេសេរីវឌ្ឍនាថ្ងៃហ្នឹងខ្ញុំមានមេត្តាទាំង5ដែលបានលើកមកដោយយោងទៅតាមប្រធានបទរបស់ខ្ញុំគឺមេត្តាទី1នោះគឺនិយមន័យយានយន្តនិងយានជំនិះហើយទី2នោះគឺវត្តមានយានយន្តនិងយានជំនិះនៅក្នុងប្រទេសកម្ពុជាដំបូងហើយទី3គឺប្រភេទយានយន្តនិងយានជំនិះដែលពេញនិយមចូលមកយកមកពីនិយមនៅក្នុងប្រទេសកម្ពុជាហើយទី4នោះគឺក្រុមហ៊ុនដែលចូលមកវិនិយោគក្នុងវិស័យឧស្សាហកម្មយានយន្តនិងយានជំនិះនឹងនៅក្នុងប្រទេសកម្ពុជាមានក្រុមហ៊ុនណាខ្លះហើយទី5នោះគឺអត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីការចូលរួមវិនិយោគរបស់បរទេសនៅក្នុងវិស័យឧស្សាហកម្មយានយន្តនិងយានជំនិះមួយនេះទី1និយមន័យយានយន្តនិងយានជំនិះយានយន្តហ្នឹងគឺសំដៅទៅលើប្រភេទរថយន្តប្រភេទមធ្យោបាយដឹកជញ្ជូនមធ្យោបាយរថយន្តដែលអាចដឹកជញ្ជូនមនុស្សបានមិនថាប្រើម៉ាស៊ីនឬក៏មិនម៉ាស៊ីនឧទាហរណ៍រួមបញ្ចូលទាំងរទេះគោរថយន្តឡានប៊ឺសរថយន្តក្រុងអីជាដើមហើយប្រភេទយានយន្តហ្នឹងគឺស្ថិតនៅផ្នែកមួយនៃយានជំនិះដែលប្រភេទយានយន្តហ្នឹងគឺផ្ដោតសំខាន់ទៅលើការប្រើប្រាស់ម៉ាស៊ីនដែលប្រើប្រាស់ជាម៉ាស៊ីនអគ្គិសនីអីជាដើមដូចជាឡានសំដៅទៅលើឡានម៉ូតូហើយនឹងឡានក្រុងឡានដឹកទំនិញជាដើមហើយជាប្រភេទមួយដែលយើងពេញនិយមប្រើប្រាស់បច្ចុប្បន្ននេះហើយទី2ហ្នឹងខ្ញុំចូលដល់ប្រវត្តិនៃការឈានចូលមកដល់នៃប្រភេទយានយន្តហ្នឹងចូលក្នុងប្រទេសកម្ពុជាហើយប្រវត្តិនៃការឈានចូលមកដល់ហ្នឹងខ្ញុំសូមលើក3សម័យកាលដែលពាក់ព័ន្ធទៅនឹងការនាំចូលប្រភេទរថយន្តនៅក្នុងដែលធ្វើឲ្យមានវត្តមានយានយន្តនៅក្នុងប្រទេសកម្ពុជានោះគឺសម័យអាណានិគមនិយមបារាំងសម័យសង្គមនិយមនិងសម័យក្រោយឆ្នាំ1993សម័យអាណានិគមនិយមបារាំងយើងនៅប្រទេសកម្ពុជារបស់យើងគឺស្ថិតនៅក្រោមការត្រួតតារបស់បារាំងដែលកាលនោះបារាំងក៏បានជួយកសាងហេដ្ឋារចនាសម្ព័ន្ធទៅថ្នល់ដែរហើយក៏បាននាំចូលនៅប្រភេទយានយន្តមួយដែលមានឈ្មោះថាឌីយ៉ុងដែលមានឈ្មោះថាប្រភេទយន្តហ្នឹងខ្ញុំរៀងប្របាក់ហៅតិចតែអ្នកទាំងអស់គ្នាអាចសើចមើលបានអីគេឌីយ៉ុងប៊ូតនRenault អ្នកទាំងអស់គ្នាអាចនឹងឃើញជាប្រភេទយន្តខ្ញុំប្រព័ន្ធនាពីលក្ខណៈប្រភេទយានយន្តនោះវាស្តៀងបែបរទេះគោដែរប៉ុន្តែវាអត់មានទ្វារឬក៏ដំបូលឲ្យវាលក្ខណៈជាសម្បកកង់វាស្ដើងហើយសម្បកកង់របស់វាពណ៌សហើយប្រភេទយានយន្តនោះគឺសម័យកាលនោះអ្នកប្រើប្រាស់បានមានតែពួកឧត្តមសេនីយ៍រ៉េស៊ីស្តង់បារាំងនិងរាជវង្សានុវង្សខ្មែរតំណដែលមានឋានៈខ្ពស់ទៅអាចប្រើប្រាស់រថយន្តនេះបានហើយប្រភេទយានយន្តនោះគឺអាចប្រើប្រាស់បានតែនៅលើផ្លូវថ្នល់របៀបថាតំបន់ទេសចរណាដែលយើងបានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់អីបានល្អទើបអាចប្រើប្រាស់យានយន្តនោះនៅលើផ្លូវនោះបានដោយសារអ្នកនរគ្នាដឹងនេះសម្បកកង់របស់វាគឺស្ដើងអញ្ចឹងយើងអាចប្រើលើផ្លូវកលុកនេះយើងដឹងជំនាន់សម័យអាណានិគមនិយមបារាំងគឺប្រទេសរបស់យើងក៏អត់ទាន់បានអនុវត្តបានទាំងស្រុងលើផ្លូវទូទាំងប្រទេសទេអញ្ចឹងត្រូវការប្រើប្រាស់ដោយរើសផ្លូវប្រភេទយានយន្តមួយនោះហើយខ្ញុំចូលដល់សម័យសង្គមនិយមយើងនឹងឲ្យប្រទេសកម្ពុជារបស់យើងគឺទទួលបានឯករាជ្យយ៉ាងពេញលេញពីបារាំងហើយដែលដឹកនាំដោយព្រះបាទនរោត្តមសីហនុយើងដឹងហើយសម័យកាលនោះគឺជាសម័យកាលមួយដែលយើងទទួលស្គាល់ថាយើងរីកចម្រើនដូចសម័យអង្គរដែរជាសម័យទី2នៅក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលរីកចម្រើនរុងរឿងដូចសម័យអង្គរដែរយានយន្តប្រភេទកាលនោះមានដូចជា Mercedesនិងស៊ីបហើយនិងរថយន្តម៉ាកអង្គររបស់កម្ពុជាដែលដំណើរឧស្សាហកម្មយានយន្តកម្ពុជាដំបូងដែលកម្ពុជាអាចផលិតបានយានយន្តនោះវាជាប្រភេទ mini bus ជាប្រភេទឡានដូចយើងហៅបច្ចុប្បន្នថាឡានក្រុងដែលមានលក្ខណៈទូតបច្ចុប្បន្នហ្នឹងហើយខ្ញុំចូលដល់សម័យឆ្នាំ1993សម័យហ្នឹងគឺសម័យដែលខ្ញុំអញនិយាយបានថាយើងទទួលបានសុខសន្តិភាពពីការបញ្ចប់សង្គ្រាមក្នុងសង្គ្រាមស៊ីវិលរ៉ាំរ៉ៃរបស់យើងដូចជាទទួលបានសុខសន្តិភាពដោយមានការអភិវឌ្ឍកាន់តែកើនឡើងដែលធ្វើឲ្យយើង
แต่เตียงวินิโยปีบอร์เต้ได้บอร์เต้มีนกานอมโชในประเภทยืนยนถุงเนื้อปีจานโดยประเทศกัมพูชียังมีการบิวัดนุกว่าวิชีเพียบกัมพูชีชีเพียบเชี่ยวชนบ่ยังมีก็มีการที่จำรันแต่ตามนั้นได้ทั่วแต่เตียงวินิโยต้นปีบอร์เต้นั้นโยกประเภทยืนยนตามถุงเนื้อโดยขนมบรรดาบิพบโลกนั้นโยกมาวินิโยในเครื่องประเทศกัมพูชีได้ไปจำพันนุยงนิยมครั้งยิ่งก็คือรถยนต์ฟอร์ดจีBYD นังประเภทยนต์มาสเตอร์ละนังละ BMW ไอเจดามได้ปัจจุบันนี่คือกำปองแต่มีนตีสานในเครื่องปฏิกรรมเชียยังปัจจุบันหายตีใบนู้ยมโชว์ดอประเภทยนต์หรือยืนจุดนี้ได้ไปนิยมยกมาวินิยมในเครื่องปฏิกรรมเชียประเภทยนต์ได้นังยืนจุดนี้ได้ไปนิยมยกมาวินิยมในเครื่องปฏิกรรมเชียบ่ยังนั้นยมส้มเลิกมีนบุญมีนบุญยมส้มเลิกบุญสำคัญแค่ได้เชียประเภทได้ไปนิยมยกมาวินิยมในเครื่องปฏิกรรมเชียน้องตีมุ้ยคือประเภทรถยนต์พิกอัพรถยนต์แบบลักษณะครูแซ่อุตหะดีเจียFord Everest ไอเจดามหายที่ปีนี้คือรถยนต์อักษรนี้ได้สำได้แต่เลยรถยนต์ได้มันปราบปรามในเพลงในทำมาพูดเพลงอันเทอร์เน็ตสร้างไอแต่คือปราบปรามลักษณะเชียการบรรโชว์ทั้งหมดได้ปราบปรามอักษรนี้ได้ช่วยกัดมันถอยประเภทยนต์นี้คือปัจจุบันคือกำลังเป็นนิยมในที่นี้โดยสารประเทศโดยสารยังดังเลยคือปัจจุบันในเครื่องปฏิกรรมเชียดำไหลเพลงสร้างก็มีการลังได้ทั่วมนุษย์กำลังแต่งเหตุจับรำข้างกันเลยประเภทยนต์อักษรนี้นี้อุตหะดีเจียประเภทยืนยนต์ช่างแอนหายที่ปีนั่นคือประเภทมาโตกองกองกอยปัจจุบันคือกำปงแต่มีเป็นนิยมครั้งในเครื่องปฏิกรรมเชียได้เดซาเบียมันมีการปรับปรามแต่เนี้ยหายทำมาโพดบอกเบี้ยก็อาจเรื่องกูซ้ำหายมาโตนั่นคือเชียมาโชว์ใบมวยได้ไปเชียจนยังกระทับเป็นนิยมคือปรับแต่ทั่วการแต่เวียการบัญชีการก็จะจราจรหายที่บุญนั่นคือประเภทตระเตอยังนั่งปฏิกรรมเชียยังคือเชียปฏิกสิกรรมคือเชียวิสัยแต่นอมมุกเกนเครื่องปฏิกรรมเชียยุนยังคือสั่งแต่80%คือเชียปฏิกสิกรได้ตระการปราบปรามกำลังพลกรรมชราดึกโครงการฟื้นฟูสมการช่างตื้อบอเตคือจับปรามนังการปราบปรามตระดำใบยกเมาทั่วการวินิจฉัยคงปฏิกรรมเชียบ่ยังโดยสายยังโดยการชูรสไลได้ดำใบทั่วการสิกรรมไอเดียดำช่างตื้อคือเป็นนิยมตระคือเป็นประเภทยืนยนต์ตระเตอร์นี่คือกลุ่มพงแต่เป็นนิยมพลังดึกนี้ทงการยกมาวินิยมในเครื่องปฏิกรรมเชียแต่ยมปัจจุบันยมสมสรังในประเภทยืนตระเตอร์ได้เป็นนิยมยกมาวินิยมในเครื่องปฏิกรรมเชียเลยวิสัยการสิกรรมบ่ยังมีดิเชียกูบูต้าให้นังตระเตอร์จอนเดียปีนี้ยมเคยกระทานอมมุกยังเกในเครื่องปฏิกรรมเชียบ่ยังทงการบำราวิสัยการสิกรรมในกรรมเชียหายยมน้อยบ่ยมนี้ยมสมบรรทอการเบาสายนี่แต่เอามารุมกรมหรือบ่ยมบรรทอជាដំបូងសូមជម្រាបសួរលោកគ្រូនិងសួស្តីមិត្តរួមថ្នាក់ទាំងអស់គ្នាខ្ញុំឈ្មោះបេសរវឌ្ឍនាថ្ងៃនេះដែរខ្ញុំឡើងមកនិយាយអំពីប្រធានបទវិស័យឧស្សាហកម្មយានយន្តនិងយានជំនិះចំណុចរបស់ខ្ញុំបកស្រាយគឺមានចំណុចទី4និងទី5ចំណុចទី4ក្រុមហ៊ុនដែលចូលមកវិនិយោគលើឧស្សាហកម្មយានយន្តនិងយានជំនិះនៅកម្ពុជាក្រុមហ៊ុនធំដែលវិនិយោគលើឧស្សាហកម្មយានយន្តនៅកម្ពុជាបច្ចុប្បន្នកម្ពុជាបានប្រែពីការនាំចូលសុទ្ធមកជាការបង្កើតរោងចក្រដំឡើងដែលមានក្រុមហ៊ុនធំដូចជា RMA Automatic Toyota Camco Motor Dehan Auto NCX Honda និង GTV Motor ចំណុចទី1 RMA Automatic រោងចក្រដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់ចំណុចទី2 Toyota រោងចក្រដំឡើងរថយន្ត Toyota នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ3 Camco Motor រោងចក្រដំឡើងរថយន្ត Hyundai នៅខេត្តកោះកុង4 Dehan Auto រថយន្តដំឡើងរថយន្តក្រុងនិងរថយន្តដឹកទំនិញសាមយ៉ុងចំណុចទី5 NCX Honda រោងចក្រដំឡើងម៉ូតូ Honda ដែលធំជាងគេបំផុតនៅក្នុងស្រុកចំណុចទី6 GTV Motor ក្រុមហ៊ុនក្នុងស្រុកដែលទៅបើកសម្ពោធរោងចក្រដំឡើងរថយន្តកាលពីពេលថ្មីនេះក្នុងប៉ុន្មានខែចុងក្រោយនេះមានក្រុមហ៊ុនចំនួន4ហើយក្រុមវិនិយោគបើករោងចក្រដំឡើងរថយន្តនៅកម្ពុជារួមមានក្រុមហ៊ុន BYD Sanwa Protea Chery and So Motor ក្រុមហ៊ុន BYD ក្រុងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជាដែលអាចមានសមត្ថភាពដំឡើងរថយន្តចំនួន 20,000 គ្រឿងក្នុងមួយឆ្នាំសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងនាំចេញទីផ្សារអន្តរជាតិក្រុមហ៊ុន Sanwa Protea Co Ltd បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យមួយចំនួននៅកម្ពុជាដែលក្នុងនោះការផ្គុំនិងដំឡើងរថយន្តអគ្គិសនីជាសកម្មភាពវិនិយោគអាទិភាពមួយដែលក្រុមហ៊ុនកំពុងធ្វើការសិក្សាក្រុមហ៊ុន Chery
Holding Group ដែលមានអាជីវកម្មលើវិស័យឧស្សាហកម្មផលិតរថយន្តគ្រឿងបន្លាស់រថយន្តផលិតកប៉ាល់និងការសាងសង់កំពង់ផែមានចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យឧស្សាហកម្មផលិតរថយន្តនិងគ្រឿងបន្លាស់រថយន្តនៅកម្ពុជាដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកទីផ្សារតំបន់និងអន្តរជាតិរោងចក្រដំឡើងរថយន្តអគ្គិសនីប្រភេទដឹកទំនិញរបស់ក្រុមហ៊ុន Somoto Cambodia Co Ltd ដែលមានវត្តមានក្នុងពេលឆាប់នេះលើផ្ទៃដីអភិវឌ្ឍប្រមាណ10ហិកតានៅតំបន់សេដ្ឋកិច្ចពិសេសស្រុកក្រគរស្ថិតនៅក្នុងភូមិសាវ័នឃុំស្តាអង្សាស្រុកក្រគរខេត្តពោធិ៍សាត់ចំណុចទី5អត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីការវិនិយោគរបស់បរទេសលើវិស័យនេះការរីកចម្រើននៃឧស្សាហកម្មយានយន្តផ្ដល់ផលចំណេញយ៉ាងច្រើនដល់ជាតិ1ការបង្កើនការងារបង្កើនឱកាសការងាររាប់ពាន់កន្លែងដល់យុវជនខ្មែរចាប់ពីកម្មករជំនាញរហូតដល់វិស្វករការផ្ទេរបច្ចេកវិទ្យាកម្មករនិងអ្នកបច្ចេកទេសខ្មែរទទួលបានការបណ្ដុះបណ្ដាលជំនាញកម្រិតខ្ពស់ពីអ្នកជំនាញបរទេសជប៉ុនកូរ៉េនិងអាមេរិក3កាត់បន្ថយការនាំចូលការដំឡើងក្នុងស្រុកជួយឲ្យតម្លៃរថយន្តធូរថ្លៃជាងមុនបន្តិចនិងកាត់បន្ថយការហូរចេញនៅរូបិយប័ណ្ណអន្តរជាតិ4កំណើនចំណូលពន្ធរដ្ឋទទួលបានចំណូលពន្ធដំឡើងពន្ធលើប្រាក់ចំណេញនិងពន្ធផ្សេងទៀត5ការតាក់ទាញវិនិយោគគ្រប់គ្រងនៅពេលដែលមានរោងចក្រដំឡើងវានឹងតាក់ទាញក្រុមហ៊ុនផលិតគ្រឿងបន្លាស់កង់រថយន្តដូចជាកង់រថយន្តខ្សែកាបអំពូលឲ្យមកវិនិយោគនៅក្បែរនោះបន្ថែមទៀតការបកស្រាយរបស់នាងខ្ញុំបានឈានមកដល់ទីបញ្ចប់ជាចុងក្រោយខ្ញុំសូមអរគុណលោកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គ្នាដែលបានស្ដាប់ការបកស្រាយរបស់ក្រុមយើងខ្ញុំ